ចូលឆ្នាំខ្មែរឆ្នាំនេះម៉ោង4:48នាទីចឹងយើងត្រូវរៀបចំពីថ្ងៃទី13នេះរៀបហើយតាំងពីល្ងាចបើកភ្លើងចាំទទួលទេវតាឆ្នាំថ្មីដោយសារតែព្រឹកព្រលឹមពេកចឹងកូនចៅអត់បានងើបទេងើបមិនតាន់អញ្ចឹងមានរៀបទុកឲ្យទេវតាសែបសោយស្លាញ់មួយណាយកមួយនឹងចោះមានផ្លែឈើនំចំណីតិចតួចផ្កាភ្ញីនេះបើកគោមទុកចោលពេលរាត្រីចូលឆ្នាំ2025ឆ្នាំម្សាញ់សតែអាហារដែរល្អសម្រាប់សុខភាពប្រជារាស្ត្រយេ